ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើទឹកសៀងជ្រក់សាច់ខ្វៃហើយទឹកសៀងនេះបងប្អូនក៏អាចប្រើជ្រក់ប្រហិតគុយទាវឬក៏មីស៊ុបអីក៏បានដែរនេះជាសាច់ខ្វៃដែលខ្ញុំបានដុតហើយជាលើកទី1ខ្ញុំចាក់ទឹកសាច់ខ្វៃនោះចូលចានគោមួយរួចទុកមួយឡែកសិនបន្តមកយកសៀងទៅក្រឡុកនេះជាសៀងផ្អែមដែលខ្ញុំប្រើចំនួន2ដបស្មើនឹង500ក្រាមបន្ទាប់មកចាក់ទឹកចំនួន250 ml ចូលរួចក្រឡុកវាឲ្យម៉ត់បន្ទាប់ពីក្រឡុករួចហើយទុកវាមួយឡែកសិនបន្តមកទៀតចាប់ប្រេងឆាចុះទៅក្នុងខ្ទះចំនួន4ស្លាបព្រាបាយពេលដែលប្រេងឆាក្តៅចាក់ខ្ទឹមសចិញ្ច្រាំហើយចំនួន3ស្លាបព្រាបាយចូលរួចឆាវាឲ្យមានក្លិនឈ្ងុយនិងមានពណ៌ក្រហមតិចៗហើយចាក់ស្ករត្នោតចំនួន300ក្រាមចូលកូរឲ្យមានក្លិនឈ្ងុយនិងឡើងពណ៌ពងអង្ក្រងហើយនេះជាទឹកម្ទេសដែលខ្ញុំប្រើចំនួន100ក្រាមឆាចូលគ្នាបន្តិចហើយចាក់ទឹកសាច់ខ្វៃចូលហើយនេះជាម្សៅអំពិលទុំខ្ញុំចាក់វាមួយកញ្ចប់ស្មើនឹង20ក្រាមរួចកូរចូលគ្នាឲ្យសព្វបន្ទាប់មកចាក់ទឹកសៀងផ្អែមដែលកិនហើយចូលហើយកូរឲ្យសព្វនិងបន្តរង្វល់ប្រហែលជា5នាទីទៀតបន្ទាប់ពី5នាទីមកបិទភ្លើងចង្ក្រានរួចហើយទុកវាឲ្យត្រជាក់ជាការស្រេចឥឡូវទឹកសៀងជ្រក់សាច់ខ្វៃរបស់យើងបានធ្វើរួចរាល់ហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តបើមានសំណួរឬយោបល់អ្វីសូមបងប្អូនសរសេរ comment នៅខាងក្រោមសូមបងប្អូនជួយចុច like share និង subscribe YouTube channel របស់ខ្ញុំដើម្បីជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនសូមជម្រាបលា